ស្ដីបងប្អូនសិស្សានុសិស្សនិស្សិតទាំងអស់សម្រាប់ថ្ងៃនេះគ្រូលើកយកនៅប្រទេសឡាវក្នុងបុរាណសម័យនិងមជ្ឈិមសម័យមុននឹងធ្វើការបកស្រាយនៅមេរៀននេះក៏សូមឲ្យបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបាននៅមេរៀនល្អៗបន្ថែមទៀត1កំណររដ្ឋឡាវឯករាជ្យរាជាណាចក្រឡានសាងនេះគឺជាផែនទីបង្ហាញអំពីប្រទេសឡាវឡាវជាប្រទេសភូមិផងរបងជាមួយយើងនៅភូមិភាគខាងជើងឡាវស្ថិតនៅជ្រៅក្នុងដែនដីទ្វីបគ្មានច្រកទៅកាន់សមុទ្រទេទន្លេមេគង្គដែលហូរតាមបណ្ដោយភាគខាងលិចប្រទេសជាផ្លូវគមនាគមន៍និងដឹកនាំសំខាន់បំផុតទំនាបក្នុងអាងទន្លេមេគង្គជាតំបន់មានជីជាតិល្អមានប្រជាជនរស់នៅកកក3ភាគ4នៃដែនដីជាតំបន់ភ្នំសម្បូរដោយផលព្រៃនិងភោគផលរ៉ែម្យ៉ាងទៀតប្រទេសឡាវមានខ្ពង់រាបធំទូលាយសមស្របសម្រាប់ការចិញ្ចឹមសត្វនិងដំណាំរុក្ខជាតិឧស្សាហកម្មប្រជាជនដើមបំផុតនៃប្រទេសឡាវគឺខានៃក្រុមអាស៊ីខាងត្បូងនៅប្រទេសឡាវហៅថាឡាវថុងនៅបុរាណសម័យនិងដើមមជ្ឈិមសម័យពួកខារស់ក្រោមរបបសហគមន៍បុព្វការីជនជាតិខាប្រហែលជាមានបង្កើតរដ្ឋតូចៗនៅតំបន់ឡាវលើគេបានរកឃើញដំណើរប្រវត្តិសាស្ត្រជាច្រើននៃយុគថ្មយុគលង្ហិននិងដើមយុគដែករបស់ជនជាតិខាក្នុងតំបន់ជិតលួងផាបាងក្នុងលអាងម៉ាហាសៃខំបួននិងជាពិសេសក្រឡធ្វើថ្មនៅតាមទំនាបវាលក្រឡសៀងខ្វាងប្រវត្តិនៃជនជាតិឡាវប្រហែលនៅសតវត្សទី6និងទី7ជនជាតិថៃឡាវនៅប្រទេសឡាវហៅថាឡាវលំមកពីភាគនិរតីប្រទេសចិនមកតាំងទីនៅអាងទន្លេមេគង្គពីលួងផាបាងទៅចម្ប៉ាសាក់ជនជាតិឡាវលំមានសេដ្ឋកិច្ចនិងវប្បធម៌លូតលាស់ជាងសេដ្ឋកិច្ចនិងវប្បធម៌ឡាវថុងឡាវលំមាននីតិចម្បងក្នុងប្រវត្តិសាស្ត្រឡាវនេះគឺជាផែនទីប្រទេសឡាវគេឃើញនៅលើដែនដីឡាវមានជនជាតិម៉ែវក្នុងប្រព័ន្ធហានតាជនជាតិម៉ែវរត់គេចចេញពីការជិះជាន់របស់រាជវង្សស៊ីងប្រទេសចិនខាងត្បូងហើយមកតាំងទីនៅឡាវក្នុងរវាងដើមសតវត្សទី18ពួកម៉ែវរស់នៅរាយប៉ាយលើទីទួលនៅឡាវលើដែលមានឈ្មោះថាឡាវសុងនៅមុនសតវត្សទី13នៅឡាវក្រោមទីកំណើតរបស់ច័ន្ទឡាប់ដែលក្រោយមកក្លាយជាដែនដីលុកច័ន្ទឡាបនៅមុនសតវត្សទី13នៅឡាវក្រោមទីកំណើតរបស់ច័ន្ទឡាប់ដែលក្រោយមកក្លាយជាដែនដីលុកច័ន្ទឡាបមានប្រជាជនខ្មែរជាច្រើនរស់នៅឡាវក្រោមស្ថិតក្រោមសមត្ថកិច្ចយុត្តាធិការរបស់ស្ដេចកម្ពុជាចំណែកឡាវលើគឺជាលំនៅរបស់ជនជាតិខានិងកុលសម្ព័ន្ធថៃមួយចំនួនដែលចូលមកដែនដីឡាវប៉ុន្តែប្រជាជនរង្វើលនៅឡើយប្រជាជនរស់នៅរាយប៉ាយពុំទាន់បង្កើតជារដ្ឋទេចាប់ពីសតវត្សទី13ពេលដែលចលនាចំណាកស្រុកដ៏ខ្លាំងក្លារបស់ជនជាតិថៃពីយូណានមកដល់ឥណ្ឌូចិនប្រជាជនប្រទេសឡាវកាន់តែមានចំនួនច្រើនកកកផលិតកម្មរីកលូតលាស់ទីតាំងបណ្ដុំប្រជាជនក៏កើតឡើងហើយក្លាយជារដ្ឋតូចៗប៉ុន្តែរដ្ឋតូចៗទាំងនោះពុំទាន់ឯកភាពគ្នាហើយឆ្លោះគ្នាជារឿយៗនេះគឺជាទស្សនវិជ្ជាមួយគឺខេត្តយូណាននឹងប្រែទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយអំពីការអភិវឌ្ឍដោយការច្នៃប្រឌិតថ្មីនៅកសិកម្មលក្ខណៈពិសេសទៅកាន់តំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍
រាជាណាចក្រសុខោទ័យដែលជារដ្ឋជិតខាងនៅភាគខាងលិចគំរាមកំហែងរដ្ឋតូចៗទាំងនោះជាអចិន្ត្រៃយ៍សុខោទ័យដាក់ប្រទេសទាំងអស់នៅជាចំណុះហើយបង្ខំឲ្យបងសួរយ៉ាងធ្ងន់ធ្ងរនៅពាក់កណ្ដាលសតវត្សទី14នៅពេលដែលរាជាណាចក្រអយុធ្យានៅប្រទេសថៃខាងត្បូងកំចាយរាជាណាចក្រសុខោទ័យទៅប្រជាជនឡាវបានផ្ដួលរំលំនឹមបរទេសហើយបង្កើតរដ្ឋមួយឯកភាពផែនទីអាស៊ីអាគ្នេយ៍នៅសតវត្សទី15ស្វាយខៀវរាជាណាចក្រអយុធ្យាគឺក្នុងឆ្នាំ1351ដល់1767ត្រួយជែកដិតលៀនដំរីស្វាយលៀនស្រែពណ៌ទឹកក្រូចរាជាណាចក្រសុខោទ័យក្រហមកម្ពុជាទេសលឿងចម្ប៉ាខៀវមហាវាតនៅឆ្នាំ1353ព្រះអង្គម្ចាស់ឡាវមួយព្រះអង្គព្រះនាមផាងងុំដែលភៀសខ្លួនមកនៅអង្គរនិងជាកូនប្រសាររបស់ស្ដេចកម្ពុជាបានវិលត្រឡប់ទៅប្រទេសឡាវវិញដោយសារការជួយឧបត្ថម្ភរបស់បិតាផងផាងងុំបានប្រមូលផ្ដុំរាជារដ្ឋតូចៗទាំងអស់បង្រួបបង្រួមប្រទេសឡាវបង្កើតរដ្ឋឡានសាងឬប្រទេសដំរី1លានរាជធានីរដ្ឋឡានសាងគឺមួងសាវឬលួងផាបាងរបបសក្តិភូមិត្រូវបានបង្កើតឡើងនៅរាជាណាចក្រឡានសាងស្ដេចក្តាប់កម្មសិទ្ធិកម្ពុជាដីធ្លីប៉ុន្តែការពិតស្ដេចគ្រប់គ្រងតែមួយចំណែកតូចប៉ុណ្ណោះចំណែកនៅសល់រួមទាំងប្រជាជនដែលរស់នៅលើដីទាំងនោះផងស្ដេចផ្ដល់ឲ្យអភិជននិងលំដាប់ថ្នាក់បព្វជិតសាសនាដែលយកដីទាំងនោះធ្វើជាទ្រព្យវិស័យជាដោយឡែកផាងងុំលើកដំកើងពុទ្ធសាសនានិកាយហិណ្ឌូយានជាសាសនារបស់រដ្ឋពុទ្ធសាសនានិកាយហិណ្ឌូយានបានជ្រួតជ្រាបចូលប្រទេសឡាវតាមប្រទេសកម្ពុជាលំដាប់ថ្នាក់បព្វជិតពុទ្ធសាសនាមានឥទ្ធិពលយ៉ាងធំធេងលើបន្ទាត់នយោបាយរបស់ស្ដេចនិងលើជីវភាពសង្គមរបស់ប្រទេសស្ដេចចែកប្រទេសជាមូលឬខេត្តមួយចំនួនស្ដេចចាត់តាំងមន្ត្រីដែលភាគច្រើនជាសមាជិករាជវង្សានុវង្សឲ្យអភិបាលខេត្តទាំងនោះយុវតីម្នាក់នៅក្នុងពិធីបុណ្យជួបជុំជនជាតិវង្សនៅលួងព្រះបាងស្ដេចត្រាញ់ប្រចាំទីទាំងឡាយមានកាតព្វកិច្ចបង់ពន្ធដារហើយ3ឆ្នាំម្ដងត្រូវចូលមករាជវាំងដើម្បីធ្វើសច្ចាប្រណិធានស្មោះត្រង់ចំពោះព្រះមហាក្សត្រឧត្តមសេនីយ៍5នាក់បញ្ជាកងទ័ពអចិន្ត្រៃយ៍ដែលជាកងទ័ពធំមានពលទាហានច្រើនប៉ុន្តែកងទ័ពទាំងនោះស្ថិតក្រោមអគ្គបញ្ជាការកំពូលរបស់ស្ដេចស្ត្រីជនជាតិលាវម្នាក់ស្លៀកសម្លៀកបំពាក់ប្រពៃណីនៅលួងព្រះបាងប្រទេសឡាវវណ្ណៈក្នុងសង្គមឡាវចែកជា3វណ្ណៈ1វណ្ណៈខ្ពស់បំផុតមានអភិជននិងអ្នកបួស2បន្ទាប់មកគឺវណ្ណៈពលរដ្ឋសេរីកសិករនិងសិប្បករ3ទាបជាងគេបំផុតគឺទាសករជាសារវ័នជីវភាពសេដ្ឋកិច្ចប្រមូលផ្ដុំនៅក្នុងភូមិជនបទកសិករត្រូវបង់ធនលាភដីពន្ធដារនិងត្រូវបំពេញកំណែនសម្រាប់ស្ដេចត្រាញ់សក្តិភូមិឬសម្រាប់វត្ត2ការលូតលាស់និងការចុះអន់ថយរបស់រាជាណាចក្រឡានសាងពីពាក់កណ្ដាលសតវត្សទី14ដល់ដើមសតវត្សទី18រាជាណាចក្រឡានសាងបានឆ្លងកាត់សម័យកាលវិបុលភាពឆ្លាស់គ្នានឹងសម័យកាលការបែកបាក់និងចុះខ្សោយជាច្រើនគ្រាដើមឡើយឡានសាងគឺជារដ្ឋសក្តិភូមិមួយខ្លាំងក្នុងជ្រោយឥណ្ឌូចិនស្ដេចផាងងុំនិងរាជបុត្រព្រះនាមសំសេនថៃ1356ដល់1406វាឈ្នះរាជាណាចក្រឡាណាខាងលិចរួចពន្លាតដែនដីដល់ត្រើយខាងស្ដាំទន្លេមេគង្គ
សេដ្ឋកិច្ចឯកភាពកម្មប្រទេសជំរុញការលូតលាស់សេដ្ឋកិច្ចគេបានកសាងប្រព័ន្ធប្រឡាយមួយនៅតាមបណ្ដោយទន្លេមេគង្គមូលដ្ឋានវប្បធម៌ជាតិឡាវត្រូវបានលេចឡើងជាជំហានដំបូងអក្សរឡាវបានកកើតឡើងលើមូលដ្ឋានសមានកម្មអក្សរប្រទេសជិតខាងថៃកម្ពុជាពុទ្ធសាសនាសាកលវិទ្យាល័យត្រូវបានកសាងឡើងនៅរាជធានីមួងសាវបច្ចុប្បន្ននេះនៅទីតាំងសាកលវិទ្យាល័យនេះគេឃើញមានសល់តែគ្រឹះថ្មនិងបដិមាបាក់បែកមួយមានព្រះកេសទំហំ2ម៉ែត្របដិមានេះទ្រង់ព្រះភ្នែនមានកម្ពស់ជាង6ម៉ែត្រប៉ុន្តែក្រោយមរណភាពរបស់សំសេនថៃទំនោរទៅរកការបាក់បែកផ្ទៃដីលេចឡើងជាថ្មីទៀតនៅរាជាណាចក្រឡានសាងក្រោយពីកាន់កាប់នៅរាជាណាចក្រឡានណាហើយឆ្លៀតពេលដែលឡានសាងចុះទុនខ្សោយប្រទេសភូមារាជបាលរាជាណាចក្រឡានសាងម្ដងទៀតស្ដេចឡានសាងព្រះនាមសេដ្ឋាធិរាជ1559ដល់1571ចាត់តាំងប្រជាជនតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសព្រះអង្គកំទេចកងទ័ពបរទេស2លើកបន្ទាប់មកព្រះអង្គដណ្ដើមយកអធិរាជភាពលើឡាវក្រោមពីប្រទេសកម្ពុជាព្រះអង្គសម្រេចបំណងនេះបានព្រោះនៅពេលនោះនៅឡាវក្រោមជនជាតិឡាវមានច្រើនជាងជនជាតិខ្មែរវិបុលភាពរាជាណាចក្រឡានសាងរីកចម្រើនខ្លាំងក្លានៅរជ្ជកាលស្ដេចសូលីញ៉ាវង្សា1637ដល់1711រាជវាំងយកចិត្តទុកដាក់កសាងកងទ័ពមួយខ្លាំងក្លាធ្វើសុក្រិតកម្មក្បាលម៉ាស៊ីនរដ្ឋបាលពីមជ្ឈិមដល់តំបន់ផ្សេងគេចែកប្រទេសជា7មួងឬខេត្តអភិបាលដោយមន្ត្រីដែលស្ដេចតែងតាំងរាជវាំងយកចិត្តទុកដាក់ពង្រីកសេដ្ឋកិច្ចនិងបណ្ដូរពាណិជ្ជកម្មជាមួយបរទេសរាជធានីបានលើកទៅនៅវៀងច័ន្ទដែលស្ថិតនៅទំនាបមួយធំកណ្ដាលប្រទេសឡាវវៀងច័ន្ទក្លាយជាទីក្រុងរុងរឿងល្បីល្បាញក្នុងអាស៊ីអាគ្នេយ៍ជនបរទេសទាំងឡាយដែលមករាជធានីវៀងច័ន្ទនៅសម័យនោះសុទ្ធតែកោតស្ញប់ស្ញែងចំពោះវិបុលភាពរាជាណាចក្រនិងភាពត្រចះត្រចង់នៃព្រះបរមរាជវាំងគេបានសាងសង់វត្តជាច្រើននៅវៀងច័ន្ទវត្តដែលល្អជាងគេបំផុតគឺថាតលួងគុជពិសិដ្ឋរបស់ឡាវនិមិត្តរូបនៃសិល្បៈឡាវដ៏ត្រចះត្រចង់ពុទ្ធសាសនាសាកលវិទ្យាល័យឡាវល្បីសុសសាយហើយទាក់ទាញនិស្សិតប្រទេសជិតខាងជាច្រើននៅសតវត្សទី18ប្រទេសឡាវចែកជារដ្ឋតូច3វៀងច័ន្ទលួងផាបាងចម្ប៉ាសាក់កងទ័ពនិងប្រជាជនវៀងច័ន្ទវាយទប់ទល់យ៉ាងខ្លាំងក្លាអស់រយៈពេល4ខែកងទ័ពសៀមអាចកាន់កាប់វៀងច័ន្ទបានដោយសារអំពើក្បត់របស់អភិជននៅលួងផាបាងពួកឈ្លានពានប្លន់និងបំផ្លាញទីក្រុងហើយចាប់ពលរដ្ឋឡាវរាប់សិបពាន់នាក់នាំជាឆ្លើយទៅប្រទេសសៀមចាប់ពីពេលនោះប្រទេសឡាវក្លាយជាអាណានិគមរបស់សៀមអស់រយៈពេលជាង1សតវត្សពីឆ្នាំ1779ដល់1895នយោបាយរបស់រាជវាំងសៀមគឺរក្សាការបែងចែកប្រទេសឡាវជា3លើកពួកស្ដេចទីងម៉ូងឲ្យសោយរាជនៅអតីតរដ្ឋតូចទុកអង្គភាពទ័ពមួយកាន់កាប់និងទេសាភិបាលម្នាក់ត្រួតត្រារដ្ឋបាលនៅប្រទេសឡាវនិងបង្ខំស្ដេចទីងម៉ូងឡាវឲ្យមករាជវាំងតាមខួបកំណត់ដើម្បីធ្វើប្រណិធានស្មោះត្រង់ចំពោះមហាក្សត្រសៀមនិងបងសួយស្ដេចសៀមមិនត្រឹមតែបង្ខំប្រជាជនឡាវឲ្យផ្ដល់មាសប្រាក់ព្រប់ដំរីនិងព្រៃឈើមានតម្លៃផ្សេងទៀតប៉ុណ្ណោះទេតែថែមទាំងកែនយកពលករនិងសិប្បករចំណានជាច្រើនដើម្បីសំណង់ប្រាសាទវត្តនិងវិហារនៅប្រទេសសៀមទៀតផងប្រជាជនងើបឡើងប្រឆាំងនឹងពួកឈ្លានពានជាច្រើនលើកច្រើនសារការបះបោរដឹកនាំដោយចៅអនុ1827ដល់1829បញ្ជាក់នៅបិទរូបនៃស្មារតីតស៊ូដ៏ស្វិតស្វាញបំផុតចៅអនុជាសមាជិករាជវង្សានុវង្សឡាវស្ដេចសៀមបានលើកចៅអនុឲ្យសោយរាជនៅវៀងច័ន្ទក្នុងនាមជាស្ដេចអាយ៉ងមួយអង្គ
ចៅអនុបានសូមស្ដេចសៀមឲ្យព្រះរាជបុត្រព្រះអង្គសោយរាជ្យនៅចម្ប៉ាស័កដើម្បីបានជាបង្អែកបន្ថែមមួយទន្ទឹមនោះចៅអនុរៀបចំទំនាក់ទំនងល្អជាមួយរាជវាំងវៀននៅវៀតណាមនិងត្រៀមរៀបចំការតស៊ូយ៉ាងសម្ងាត់បំផុតនៅឆ្នាំ1827ក្នុងពេលដែលព្រះអង្គជ្រាបថាកងនាវីអង់គ្លេសគំរាមកំហែងនៅឆ្នាំ1827ក្នុងពេលដែលព្រះអង្គជ្រាបថាកងនាវីអង់គ្លេសគំរាមកំហែងបាងកកដែលជារាជធានីប្រទេសសៀមចៅអនុបញ្ឆេះសង្គ្រាមរំដោះជាតិក្រោយពីរំដោះបានប្រទេសឡាវហើយចៅអនុចូលទៅប្រទេសសៀមខាងជើងប៉ុន្តែដោយហេតុការបែកបាក់គ្នាក្នុងវណ្ណៈអភិជនឡាវនៅទីបំផុតការបះបោររបស់ចៅអនុទទួលបរាជ័យប្រជាជនឡាវចារទុកជានិច្ចនៅវិញ្ញាណក្ខន្ធវីរៈបរិសុទ្ធជាតិខ្លួនវិញ្ញាណក្ខន្ធជនដែលបានប្រយុទ្ធរហូតដង្ហើមចុងក្រោយដើម្បីរំដោះប្រទេសជាតិចាប់ពីឆ្នាំ1860ពួកអាណានិគមនិយមបារាំងមួយចំនួនចូលមកប្រទេសឡាវជាបន្តបន្ទាប់ដើម្បីស៊ើបអង្កេតរៀបចំសង្គ្រាមឈ្លានពាននៅពេលនោះប្រទេសឡាវជាអាណានិគមមួយរបស់សៀមប៉ុន្តែរាជាណាចក្រសៀមស្ថិតក្នុងភាពខ្សោយនិងទទួលការគំរាមកំហែងអង់គ្លេសនៅឆ្នាំ1885បេសកកម្មបារាំងមួយដឹកនាំដោយអូគូសប៉ាវីធ្វើដំណើរមកលួងផាបាងពួកអាណានិគមនិយមបារាំងបានប្រើយុទ្ធវិធីផ្សេងនឹងការគៀបសង្កត់យ៉ាងខ្លាំងបង្ខំប្រទេសសៀមឲ្យប្រគល់ប្រទេសឡាវទៅបារាំងទេសាភិបាលនិងអង្គភាពទ័ពសៀមដកចេញពីប្រទេសឡាវនៅឆ្នាំ1895ស្ដេចឡាវព្រះនាមអ៊ុនខាំទទួលស្គាល់អាណាព្យាបាលបារាំងជាផ្លូវការចាប់ពីពេលនោះមកប្រទេសឡាវក្លាយជាអាណានិគមមួយរបស់បារាំងបន្ទាប់ពីប្រទេសវៀតណាមនិងប្រទេសកម្ពុជាយើងហើយក៏ចាប់ពីពេលនោះដែរប្រជាជនទាំង3នៃឧបទ្វីបឥណ្ឌូចិនប្រយុទ្ធគៀកស្មាប្រឆាំងអាណានិគមនិយមបារាំង3វប្បធម៌ឡាវក្នុងបុរាណសម័យនិងមជ្ឈិមសម័យវប្បធម៌ឡាវដែលកសាងឡើងដោយក្រុមជនជាតិឡាវនានាមានលក្ខណៈប្លែកៗប៉ុន្តែវប្បធម៌របស់ក្រុមជនជាតិឡាវលំសម្បូរបែបជាងគេនិងខ្លាំងជាងគេនៃវប្បធម៌ជាតិឡាវវប្បធម៌ឡាវរីកលូតលាស់ដោយទទួលឥទ្ធិពលវប្បធម៌ឥណ្ឌានិងវប្បធម៌កម្ពុជាទស្សនវិជ្ជាពុទ្ធសាសនាបានជ្រួតជ្រាបជ្រាលជ្រៅជាបង្គោលទៅលើគំនិតសញ្ចេតនានិងរបៀបត្រិះរិះរបស់ប្រជាជនឡាវវត្តជាមជ្ឈមណ្ឌលវប្បធម៌និងអប់រំរបស់ភូមិជនបទជាកន្លែងចាត់តាំងជីវភាពសមូហភាពភូមិជាសាលារៀនសម្រាប់កុមារក្នុងភូមិមករៀនអានរៀនសរសេរជាកន្លែងអប់រំពលរដ្ឋឲ្យរស់ដោយភក្តីនិងសុចរិតលើមូលដ្ឋានភាសាជាតិអក្សរឡាវក៏កើតជារូបរាងនិងច្នៃជាប្រព័ន្ធអក្សរដោយឡែកដោយធ្វើសមានកម្មប្រព័ន្ធអក្សរខ្មែរយើងប្រជាជនឡាវនិពន្ធរាជពង្សាវតាថ្វីដៃយោធាស្ដេចរិទ្ធប្រតិបត្តិក្នុងវត្តនិងក្នុងវិហារឬចម្លងបទធម៌នៃពុទ្ធសាសនាមួយចំនួននិពន្ធប្រឡោមលោកចងក្រងជាសាស្ត្រាស្លឹករឹតស្នាដៃប្រពៃណីគឺជាវីរកថាដែលមានមូលបញ្ហាដកស្រង់ចេញពីសៀវភៅពុទ្ធសាសនាឬព្រេងកថាឥណ្ឌាឈ្មោះរាមាយណៈស្នាដៃបុរាណមានដំណើរកថាប្រជាប្រិយដូចជាដំណើរកថាខួនប៊ូឡុងលើកឡើងពីប្រភពជនជាតិថៃឡាវរាជពង្សាវតាដូចជាប្រវត្តិសាស្ត្ររដ្ឋឡានសាងប្រវត្តិសាស្ត្ររាជវាំងវៀងច័ន្ទប្រវត្តិសាស្ត្រចម្ប៉ាស័កទន្ទឹមនឹងអក្សរសិល្ប៍ផ្លូវការរបស់វណ្ណៈត្រួតត្រាប្រជាជនឡាវមានអក្សរសិល្ប៍ប្រជាប្រិយដំណាលដិតដាមយ៉ាងជ្រាលជ្រៅលក្ខណៈជាតិនិងលក្ខណៈប្រជាជនដូចជាព្រេងកថារឿងបុរាណកំណាព្យចំអកបុរាណភាសិតចម្រៀងប្រជាប្រិយឡាប្រជាជនឡាវចូលចិត្តចម្រៀងនិងរបាំណាស់ឧបករណ៍តន្ត្រីជាតិធម្មតាមានកេនឧបករណ៍ផ្គុំម្យ៉ាងដែលមានសំឡេងប្រហែលគ្នានឹងស្នែងខួយខ្លុយសូប្រភេទចាប៉ីមានខ្សែពីរ
nàng nát ប្រភេទត្រៃឈើខុងវងឧបករណ៍មានក្រាប16ធ្វើពីទង់ដែងឡាក់តន្ត្រីចម្រៀងតែងតែសម្ដែងគ្រប់ទិវាអ្នកខិតចរិតក្នុងរាជវាំងនៅគ្រប់ពិធីឧទ្ទិសចំពោះអរុបអរិយអ្នកតានិងនៅពិធីបុណ្យប្រជាប្រិយរបាំនិងចម្រៀងដែលគេនិយមចូលចិត្តជាងគេគឺឡាំខាបនិងឡុងខាំងគឺជាចម្រៀងលើកតម្កើងប្រទេសជាតិនិងអួតសរសើរពីសេចក្តីស្នេហារបាំមានដំណើរទន់ភ្លន់ស្រាលហើយយឺតជាសារវ័នគឺចលនាដៃនិងជើងស្នាដៃស្ថាបត្យកម្មឡាវប្លែកៗហើយសម្បូរបែបក្រៅពីប្រាសាទមួយចំនួនភាគច្រើននៃស្នាដៃទាំងនោះជាវិហារវត្តប្រាង្គដំបូលវត្តឡាវមានរាងចោតកំពូលវែងបង្កើតបានជាខ្សែកោងធ្វើឲ្យអគារមានភាពរឹងប៉ឹងអណ្ដែតត្រសែតនិងរស់រវើកវិហារនិងវិមានច្រើនសាងអំពីឥដ្ឋប្រាង្គដែលល្បីល្បាញជាងគេគឺថាតលួងមានប្រាង្គតូចជាច្រើនមានធ្លាក្រាលឥដ្ឋនិងថែវបិទបាំងចិត្តព័ទ្ធជុំវិញគឺជាបណ្ដុំមួយយ៉ាងសម្បើមបង្ហាញពីទេពកោសល្យនៃស្ថាបត្យកម្មឡាវគេដំណើរប្រវត្តិសាស្ត្រមជ្ឈិមសម័យផ្សេងទៀតនៅឡាវមានវត្តផាកែវព្រះពុទ្ធរូបកែវមរកតវត្តស៊ីសាកេតនៅវៀងច័ន្ទដែលមានបដិមា 10,000 ទំហំខុសគ្នាសាងសង់ពីទង់ដែងពីថ្មនិងពីឈើឆ្លាក់យ៉ាងល្អប្រណិតវត្តភូនៅចម្ប៉ាសាក់សាងពីថ្មទាំងស្រុងសំណួរ 1. លក្ខខណ្ឌនៃការចាប់បដិសន្ធិរដ្ឋវ៉ាន់ឡាងនិងរដ្ឋអូឡាចូលរាប់សមិទ្ធផលសេដ្ឋកិច្ចនិងវប្បធម៌របស់ប្រជាជនអូឡានិងឡាវៀតក្នុងសម័យកាលកកើតរដ្ឋ 2. ចូលនិយាយពីនយោបាយជិះជាន់និងការកេងប្រវ័ញ្ចរបស់សក្តិភូមិចិនចំពោះប្រជាជនអូឡានិងការតស៊ូរបស់ប្រជាជនអូឡាប្រឆាំងពួកឈ្លានពានខាងជើងដើម្បីរំដោះប្រទេស 3. ចូលលាតត្រដាងពីការកសាងប្រទេសនិងការពង្រឹងអំណាចក្រោមរាជវង្សលីនិងត្រឹងនិងការតស៊ូរបស់ប្រជាជនដាយវៀតប្រឆាំងពួកឈ្លានពានខាងជើងនៅសតវត្សទី11ដល់សតវត្សទី15 4. តើសង្គមសក្តិភូមិវៀតណាមរីកលូតលាស់រួចចុះទន់ខ្សោយដោយម្ដេចក្រោមរាជវង្សឡេចូលលាតត្រដាងការតស៊ូដែលមានក្នុងផ្ទៃវណ្ណៈអភិជននិងចលនាតស៊ូរបស់ប្រជាជនប្រឆាំងវណ្ណៈសក្តិភូមិនៅដៃវៀតពីសតវត្សទី11ដល់សតវត្សទី17 5. ចូលនិយាយយ៉ាងខ្លីពីវប្បធម៌វៀតណាមក្នុងបុរាណសម័យនិងមជ្ឈិមសម័យ 6. តើបណ្ដារដ្ឋភូមាដំបូងកកើតឡើងក្នុងកលៈទេសៈបែបណាតើរដ្ឋទាំងនោះផ្ដល់វិភាគទានអ្វីខ្លះចំពោះសេដ្ឋកិច្ចនិងវប្បធម៌ភូមា 7. ចូលនិយាយពីការពង្រឹងរដ្ឋភូមានិងទំនាក់ទំនងរដ្ឋនេះជាមួយរដ្ឋជិតខាងពីសតវត្សទី16ដល់សតវត្សទី18 8. តើស្ថានភាពបណ្ដារដ្ឋជនជាតិមនក្នុងប្រវត្តិសាស្ត្រប្រទេសថៃបែបណា 9. ចូលបង្ហាញពីឯកភាពកម្មនៃបណ្ដារដ្ឋជនជាតិថៃក្នុងផ្ទៃរដ្ឋអយុធ្យាឬសៀមនិងទំនាក់ទំនងរវាងប្រទេសសៀមនិងប្រទេសជិតខាងទាំងឡាយនៅមជ្ឈិមសម័យ 10. កលៈទេសៈនៃការបង្កើតរដ្ឋឡានសាងនិងសមិទ្ធផលសេដ្ឋកិច្ចវប្បធម៌ដែលប្រជាជនឡាវទទួលបាននៅមជ្ឈិមសម័យ 11. ចូលបង្ហាញពីការតស៊ូរបស់វីរៈប្រជាជនឡាវប្រឆាំងការឈ្លានពានភូមានិងសៀមដើម្បីរំដោះប្រទេសនៅមជ្ឈិមសម័យ